សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រាប់រយទ័រថាថៃគ្រប់គ្រងទឹកដីកម្ពុជាជារឿងពិតរីឯលោកអនុទានឯនោះវិញបែរជាក្តាប់ស្លឹកត្រចៀកធ្វើជាឈឺករួចរត់ចូលឡានភ្លាមៗនៅពេលដែលអ្នកកាសែតសួរអំពីរឿងនេះកាលពីរសៀលថ្ងៃអង្គារនេះលោកអនុទានបានធ្វើដំណើរចេញពីបរិវេណនៃវិមានរដ្ឋាភិបាលមានអ្នកកាសែតថៃជាច្រើនបានព្យាយាមស្រែកសួររូបលោកអំពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពនៅទីក្រុង Washington ដោយសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានចេញប្រកាសប្រាប់ទៅកាន់ពិភពលោកច្បាស់ៗតាមរយៈសារព័ត៌មានអន្តរជាតិ Reuters ថាប្រទេសថៃបានរឹបអូសយកទឹកដីកម្ពុជាដែលបង្កការលំបាកនិងទុក្ខវេទនាយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនកម្ពុជាអំឡុងពេលនោះផងដែរអ្នកសារព័ត៌មានជាច្រើនបានចោទសួរលោកអនុទានប៉ុន្តែលោកបានត្រឹមយកដៃខ្ទប់ត្រចៀកហើយធ្វើកាយវិការហាក់ដូចជាឈឺករួចរត់ចូលទៅក្នុងឡានរបស់លោកដោយមិនឆ្លើយតបនៅសំណួរអ្វីទាំងអស់តាមសេចក្តីរាយការណ៍ពី Reuters សម្ដេចធិបតីហ៊ុនម៉ាណែតដែលកំពុងស្ថិតនៅសហរដ្ឋអាមេរិកដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពសម្ដេចបានមានប្រសាសន៍ទាក់ទងអំពីស្ថានភាពព្រំដែនសម្ដេចបានលើកឡើងថាស្ថានភាពព្រំដែននៅមានភាពផុយស្រួយបើទោះបីជាមានបទឈប់បាញ់កាលពីខែធ្នូបានបញ្ចប់ការប្រយុទ្ធគ្នាក៏ដោយសម្ដេចក៏បានបញ្ជាក់យ៉ាងច្បាស់ថាយើងនៅតែឃើញមានកងកម្លាំងថៃកាន់ជ្រៅនៅក្នុងទឹកដីកម្ពុជាជាច្រើនតំបន់នេះជាការអះអាងនៅលើការពិតនៅនឹងកន្លែងដោយសម្ដេចបានបន្ថែមថាទាហានថៃបានដាក់កុងតឺន័រនិងរុំព័ទ្ធនៅបន្លាលូសនៅក្នុងតំបន់ដែលថៃធ្លាប់ទទួលស្គាល់ថាជាទឹកដីកម្ពុជាដែលបង្កការរារាំងដល់ប្រជាពលរដ្ឋកម្ពុជាមិនឲ្យត្រឡប់ទៅផ្ទះវិញសម្ដេចធិបតីបានមានប្រសាសន៍បន្ថែមទៀតថាមធ្យោបាយតែមួយគត់ដើម្បីផ្ទៀងផ្ទាត់រឿងនេះគឺជាការប្រើប្រាស់យន្តការបច្ចេកទេសដែលផ្អែកលើសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលយើងមានដូច្នេះយើងសង្ឃឹមថាថៃនឹងយល់ព្រមហើយចាប់ផ្ដើមអនុញ្ញាតឲ្យ JBC ធ្វើការឲ្យឆាប់រហ័សតាមដែលអាចធ្វើទៅបានជាពិសេសនៅក្នុងតំបន់ដែលកំពុងមានភាពតានតឹងខ្លាំង